តាពាំងគឺតាពាំងពីរបីថ្ងៃជាប់គ្នាបងប្អូនថ្ងៃហ្នឹងខ្ញុំឲ្យស្លតាពាំងសាបជាមួយសាច់គោថ្ងៃមុនស្លជាមួយត្រីពោនិងត្រីប្រៃថ្ងៃហ្នឹងគឺខ្ញុំឆ្លជាមួយកន្តិចសាច់គោបងប្អូនមានឆ្អឹងខ្លះសាច់ខ្លះសួតពីខ្លះអញ្ចឹងទៅយើងឆ្លជាមួយតាពាំងសាបតាពាំងថ្ងៃហ្នឹងខ្ញុំឆ្លអត់ច្របាច់ស្ករវិចេងទេបងប្អូនគឺខ្ញុំដាំទឹកដាក់យកតែម្ដងរាល់ដងមុនឆ្លខ្ញុំច្របាច់ឲ្យវាទន់សិនណាមិនខ្ញុំយកមកឆ្លតែថ្ងៃហ្នឹងគឺខ្ញុំឆ្លខុសពីមុនចាំមើលថាតើអត់ច្របាច់និងច្របាច់មួយណាឆ្ងាញ់ជាងអញ្ចឹងណាច្រឡរបស់ខ្ញុំចាប់ផ្ដើមពុះខ្ញុំធ្វើការគ្របវាមកសន្ទុះទៀតដើម្បីតាពាំងយើងរៀងស្អិនតាពាំងរៀងស្អិនខ្ញុំមកធ្វើការបេះបន្លែមានដូចជាជីមានដូចជាផ្ទីហើយនឹងស្លឹកទៀបស្លឹកឆាយ៉ាដែលគេហៅថាបន្លែផ្អែមហ្នឹងឯងបងប្អូនហើយពេលដែលយើងធ្វើបន្លែហ្នឹងគឺយើងដាក់សម្លយើងរំងាស់ចោលទៅទម្រាំតែយើងធ្វើហើយគឺវាឆ្អិនល្មមបងប្អូនឥឡូវចាប់ផ្ដើមពុះតិចហើយខ្ញុំធ្វើការដាក់ឆ្អឹងគោនិងសាច់វាចូលដាក់រំងាស់ជាមួយតាពាំងហ្នឹងដើម្បីឲ្យវាផុយយើងស្រួលហូបអញ្ចឹងណាបងប្អូនត្រូវឆ្លតាពាំងសាបជាមួយសាច់គោអញ្ចេះអត់បងប្អូនបើនៅតាមតំបន់ស្រុកខ្ញុំអញ្ចេះគឺគេនិយមឆ្លណាបងប្អូនអើយបងប្អូនខ្លះមើលទៅអាចបងប្អូនខ្លះគាត់មើលមកក៏គាត់ថាអត់ខ្លាចដែរដោយសារតំបន់គាត់ក៏គាត់ហូបអញ្ចឹងដែរអញ្ចឹងណាបងប្អូនស្ដៅមិនដែលធ្លាប់ធ្វើមិនដែលធ្លាប់ឆ្លតាពាំងសាបជាមួយឆ្អឹងគោសាច់គោមនីសាច់គោអញ្ចឹងបងប្អូនអាចសាកធ្វើបានណាគឺឆ្ងាញ់បងប្អូនវាឆ្លទៅគឺឆ្ងាញ់មែនតែនហើយឥឡូវខ្ញុំចាប់ផ្ដើមដួសចំពុះគោនឹងចោលចំពុះចេញពីសាច់ពីឆ្អឹងគោនឹងបងប្អូនហើយយើងឆ្លតាពាំងអញ្ចេះយើងដាក់ប្រហុកឲ្យឆ្អុយបងប្អូនដាក់ប្រហុកឲ្យរៀងស្អុយឲ្យរៀងចាវគឺថាឆ្ងាញ់ណាស់បងប្អូនរវាងសម្លទាំងអស់មានតែសម្លតាពាំងនេះយើងឆ្លរៀងយូរបងប្អូនដោយសារតាពាំងយើងវាបើសិនជាយើងរងាស់អត់ដល់ពេលដល់ម៉ោងវាទេវាអាចនឹងហាងណាបងប្អូនតែបើយើងឆ្លដឹងម៉ោងដឹងនាទីរបស់វាយើងឆ្លទៅវាអត់ហាងទេឥឡូវខ្ញុំចាប់ផ្ដើមដាក់ស្លឹកងប់ចូលស្លឹកនេះមីងបេះពីភ្នំម្សិលមិញសុំគាត់បានម្ដាយនឹងឯងបងប្អូនហើយបន្លែផ្សេងទៀតនេះគឺខ្ញុំដើរផ្សំតាមលបងផ្ទះអ្នកចិត្តខាងគ្រាន់តែសុំគាត់1ម៉ាត់2ម៉ាត់បន្លែយកតាណាអស់បងប្អូនមានផ្ទីមានស្លឹកឆៃយ៉ាមានស្លឹកបាសមានស្លឹកអីហ្នឹងយើងដាក់ផ្សំសាបតាពាំងយើងនៅតាមស្រុកស្រែអញ្ចឹងងាយស្រួលទេក្នុងការរកបន្លែស្លបងប្អូនពេលនេះស្លតាពាំងរបស់ខ្ញុំគឺចាប់ផ្ដើមឈ្ងុយបដើហើយបងប្អូនតាពាំងក៏ចាប់ផ្ដើមស្អិនយើងដាក់បន្លែផ្សេងទៀតចូលឲ្យហើយរងាស់ជាមួយគ្នាឲ្យរៀងឲ្យលួយបន្តិចមកគឺឆ្ងាញ់ហើយបងប្អូនហើយនេះគឺថាឆ្អឹងគោគឺទិញគេប្រហែលជា5000ដែរបងប្អូនយើងស្លមានបន្លែអញ្ចឹងអត់សូវចុះម្ហូបទេហើយយើងភ្លក់មើលថែមថយគ្រឿងតាមហ្នឹងបើសិនជាស្ទើអីយើងថែមតាមហ្នឹងទៀតចឹងទៅហើយខ្ញុំភ្លក់នេះវារៀងនៅសាបអញ្ចឹងខ្ញុំថែមអំបិលបន្តិចទឹកប្រហុកបន្តិចបងប្អូនហើយនឹងស្ករបន្តិចតាពាំងបើសិនជាយើងស្លអត់ចាស់គ្រឿងទេក៏អត់សូវឆ្ងាញ់ដែរបងប្អូនហើយយើងរងាស់គ្រប់វាចោលរងាស់មួយសន្ទុះទៀតមកស្លតាពាំងយើងបងប្អូនណាចូលចិត្តស្លតាពាំងដូចខ្ញុំចូលខមមិនខាងក្រោមវីដេអូម្នាក់មួយមកពេលនេះស្លឆ្អិនហើយបងប្អូនថ្ងៃហ្នឹងស្លច្រើនណាបងប្អូនមួយឆ្នាំងធំអញ្ចឹងដួសឲ្យឪបន្តិចឲ្យបងបន្តិចមួយចានម្នាក់រាល់ថ្ងៃខ្ញុំអត់សូវបានឲ្យទេដោយសារខ្ញុំឆ្លបន្តិចអញ្ចឹងណាតែថ្ងៃហ្នឹងគឺខ្ញុំឆ្លច្រើនខ្ញុំដួសឲ្យគាត់ម្នាក់មួយចានអញ្ចឹងទៅយើងញិចម្ទេសហឹលប្រឡក្តៅហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនដែលតែងតែស្រឡាញ់និងចូលចិត្ត